ការក្រចកដៃនាងគឺបង្ហាញពីទុក្ខសោកនៅក្នុងជីវិតនៃសេចក្តីស្រឡាញ់បាទចឹងបើសិនជាបងប្អូនណាដែលកំពុងតែបាទមានផ្កាក្រចកដៃនាងបាទអញ្ចឹងបើសិនជាគាត់លួចស្រឡាញ់គេអញ្ចឹងគាត់នឹងទទួលបាទនៅទុក្ខសោកទុក្ខព្រួយណាដែលហានិភ័យនឹងជោគជ័យហ្នឹងមិនសូវមានច្រើននោះទេបាទហើយបើសិនជាគាត់មានសង្សារបាទបើសិនជាគាត់មានសង្សារហើយគាត់ដុសផ្កាកញ្ចក់ហ្នឹងបាទឧទាហរណ៍ថាគាត់ជាមនុស្សប្រុសបាទគាត់ដុសផ្កាកញ្ចក់ហ្នឹងនៅដៃស្ដាំហើយគាត់កំពុងតែមានសង្សារអញ្ចឹងបញ្ជាក់ថាគាត់នឹងមានបញ្ហាឆ្លោះគ្នាជាមួយនឹងសង្សារនឹងហើយក្នុងអំឡុងពេលដែលមានផ្កាកញ្ចក់ហ្នឹងដុសបើសិនជាផ្កាកញ្ចក់ហ្នឹងដុសកាន់តែធំរឿងដែលយើងឆ្លោះគ្នាជាមួយនឹងសង្សារយើងកាន់តែធំបាទកាន់តែធំហើយបើសិនជាយើងលួចស្រឡាញ់គេបាទបើសិនជាអ្នកនៅ single លួចស្រឡាញ់គេដោះផ្កាកញ្ចក់ហ្នឹងបាទអញ្ចឹងមានន័យថាអ្នកដែលលួចស្រឡាញ់គេសារភាពប្រាប់គេហ្នឹងគឺរងទុក្ខវេទនាខ្លាំងណាស់គឺគេមិនស្រឡាញ់យើងទេបាទភាគរយគឺតិចបំផុតបាទហើយអ្វីដែលយើងធ្វើហ្នឹងទទួលបាននៅតែភាពសោកសៅនៅក្នុងខ្លួនបាទសោកសៅនៅក្នុងខ្លួនហើយបើសិនជាយើងជាមនុស្សប្រុសផ្កាកញ្ចក់ដៃនាងមានន័យថាទុក្ខសោករបស់យើងបាទដែលយើងបានស្រឡាញ់គេហ្នឹងវាមិនសមបំណងតែបើយើងជាមនុស្សប្រុសផ្កាកញ្ចក់ដៃនាងខាងឆ្វេងអញ្ចឹងមានន័យថាមានមនុស្សដែលគេមកស្រឡាញ់យើងតែយើងមិនពេញចិត្តបាទយើងមិនពេញចិត្តប៉ុន្តែមានអ្នកមកស្រឡាញ់យើងបាទអញ្ចឹងយើងពេញចិត្តឬក៏មិនពេញចិត្តគឺអាចដែរបើសិនជាផ្កាកញ្ចក់ដៃនាងហ្នឹងបញ្ជាក់ថាយើងដឹងថាគេស្រឡាញ់យើងប៉ុន្តែយើងស្រឡាញ់គេអត់វាអាស្រ័យលើខ្លួនយើងដែរបាទប៉ុន្តែយើងសម្គាល់ថាមានគេចូលនៅក្នុងជីវិតយើងនោះហើយបាទចំណែកឯគូស្វាមីភរិយាបាទបើសិនជាដុសផ្កាកញ្ចក់ហ្នឹងនៅដៃនាងមនុស្សស្រីដៃឆ្វេងបាទមនុស្សប្រុសបាទដៃស្ដាំបាទដៃស្ដាំដូច្នេះហើយបើសិនជាមានផ្កាកញ្ចក់មានន័យថាគូស្វាមីភរិយាហ្នឹងគឺបាទមិនចោះសម្រងគ្នាទេឆ្លោះគ្នារហូតមើលមុខគ្នាមិនត្រង់ទេបាទនិយាយមិនត្រូវគ្នាទេបាទគឺមានបញ្ហារកម្មរកុសជាមួយគ្នាក្នុងអំឡុងពេលដែលមានផ្កាកញ្ចក់នឹងឯងអញ្ចឹងវិធីសាស្ត្រគឺយើងត្រូវកាត់កញ្ចក់រៀងរាល់ថ្ងៃច័ន្ទបាទកាត់ឲ្យអស់កាត់រហូតដល់ផ្កាកញ្ចក់ហ្នឹងដុះផុតបាទជាធម្មតាផ្កាកញ្ចក់ហ្នឹងទម្រាំទៅវាដុះផុតប្រហែលជា3ខែទៅ3ខែកន្លះបាទអញ្ចឹងទុកសោកដែលយើងឆ្លងកាត់បើសិនជាវាទូចទុកសោកទូចបើសិនជាវាធំទុកសោកធំបាទអញ្ចឹងបើយើងកាត់ផុតហើយគួបផ្សំនឹងអំឡុងពេលដែលយើងមានការកញ្ចក់ហ្នឹងយើងធ្វើបុណ្យឲ្យបានច្រើននោះបាទនៅពេលដែលផ្កាកញ្ចក់ដុះផុតយើងនឹងផុតហើយបាទតែបើសិនជាវាដុះថែមមកទៀតបញ្ជាក់ថាទុកសោករបស់យើងនៅបន្តដំណើរទុកសោកនឹងថែមទៀតបាទ